ព័ត៌មានទី3គឺមានប្រិមិត្តនៅក្នុងប្រទេសកម្ពុជាជាច្រើនចាប់អារម្មណ៍អំពីការផ្ទុះឃ្លាំងគ្រាប់មួយនៅក្នុងប្រទេសថៃនៅក្នុងខេត្តសុរិន្ទដែលខ្ញុំបានជម្រាបជូនបន្តិចដែរកាលពីក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកបច្ចុប្បន្នភាពអន្តរជាតិបាទគឺបានលើកបន្តិចដែរឥឡូវនេះគឺសូមដកស្រង់ពីសារព័ត៌មានបាងកកប៉ុស្តិ៍គឺខាងកៅស៊ូនេះមិនទាន់ចេញទេកាលពេលដែលខ្ញុំចូលទៅយកនេះគឺខាងបាងកកប៉ុស្តិ៍គឺចេញផ្សាយមុនបាទបាងកកប៉ុស្តិ៍គាត់រាយការណ៍ថាគឺមានសម្លេងផ្ទុះជាបន្តបន្ទាប់ទៅបានគេលឺបាទសម្លេងហើយនឹងមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញតែម្ដងចេញពីឃ្លាំងគ្រាប់នៅកន្លែងឃ្លាំងរបស់ការប៉ូលីសប៉ុស្តិ៍ប៉ូលីសលេខ21ដែលជាប៉ូលីសព្រំដែនរបស់ប្រទេសថៃហើយគឺនៅខេត្តដែលជាប់ជាមួយនឹងប្រទេសកម្ពុជាផងបាទអញ្ចឹងរឿងនេះគឺនៅខេត្តសុរិន្ទដែលនៅជាប់នៅក្នុងព្រំដែនជាមួយនឹងប្រទេសកម្ពុជាហើយរឿងរ៉ាវនេះកើតឡើងកាលពីយប់ថ្ងៃអង្គារមកនៅក្នុងប្រទេសថៃក៏ដូចជាមកនៅក្នុងប្រទេសកម្ពុជាផងដែរហើយបាងកកប៉ុស្តិ៍បានរាយការណ៍ឲ្យដឹងថាគឺមានអណ្ដាតភ្លើងនឹងឆេះសន្ធោសន្ធៅយ៉ាងខ្លាំងហើយធ្វើឲ្យអ្នកពន្លត់អគ្គិភ័យនឹងពីដំបូងឡើងមិនអាចចូលទៅពន្លត់ភ្លើងនឹងបានទេពីព្រោះកន្លែងហ្នឹងមើលទៅមានលក្ខណៈគ្រោះថ្នាក់ណាស់ហើយគឺប៉ុន្តែជាលទ្ធផលចុងក្រោយនេះគឺមានមនុស្សតែម្នាក់ទេគឺត្រូវបានគេរាយការណ៍ថាមានរងរបួសស្រាលតែប៉ុណ្ណោះហើយបើយោងតាមអ្នកនាំពាក្យរបស់កងទ័ពវិញបានរាយការណ៍ឲ្យដឹងថាគឺភ្លើងនឹងបាទអគ្គិភ័យនោះបានឆាបឆេះឡើងនៅម៉ោង 7:30 នាទីយប់នៅឃ្លាំងគ្រាប់មួយបាទដែលនៅចំស្រុកមួងដែលមានចម្ងាយប្រមាណជា52គីឡូម៉ែត្រនៅភាគខាងជើងពីតំបន់ព្រំដែនបាទអញ្ចឹងគឺនៅឃ្លាំងគ្រាប់នៅកន្លែងហ្នឹងហើយពេលដែលកំពុងតែឆាបឆេះហ្នឹងគឺអ្នកបើកបររថយន្តម៉ូតូអីហ្នឹងគឺគេរារាំងមិនឲ្យឆ្លងកាត់កន្លែងស្ពាននៅពីលើនោះទេដោយបង្ការខ្លាចក្រែងលោមានគ្រោះថ្នាក់ហើយបើតាមសាក្សីនានាបានឲ្យដឹងថាពេលដែលអគ្គិភ័យកំពុងឆាបឆេះសម្លេងផ្ទុះហ្នឹងគឺមានការរំញួយការញ័រហ្នឹងគឺរហូតទៅដល់សាកលវិទ្យាល័យសុរិន្ទរាជបាតដែលមានចម្ងាយ3គីឡូម៉ែត្រពីកន្លែងកើតហេតុហ្នឹងឯណោះបាទគឺបានន័យថាផលប៉ះពាល់នឹងខ្លាំងមែនតើឮទៅដល់នឹងញ័រទៅដល់3គីឡូហើយនៅមានសម្លេងញ័រទៀតបើតាមលោកអភិបាលខេត្តសុរិន្ទគឺលោកចម្រើនម៉ាន់ភេតបាននិយាយថានៅម៉ោង 9:15 នាទីល្ងាចគឺមានការផ្ទុះក្របបែកមួយហើយនឹងក្របផ្លោងកំភ្លើងត្បាល់ហ្នឹងគឺទៅបានផ្ទុះលឺឡើងផងដែរនៅក្នុងឃ្លាំងដាក់គ្រាប់នោះហើយការផ្ទុះនោះក៏ហើយអគ្គិភ័យនោះក៏បានពង្រីកទៅដល់ឃ្លាំងគ្រាប់ដែលនៅក្បែរនោះផងដែររហូតទៅដល់ឆេះបាទគ្រាប់សម្រាប់កំភ្លើងដៃផងដែរបាទមានឃ្លាំងចំនួន3ដែលមានគ្រាប់រំសេវនោះគឺនៅក្នុងទីតាំងនោះគឺនៅចម្ងាយប្រមាណ20ម៉ែត្រពីគ្នាតែប៉ុណ្ណោះអ្នកពន្លត់អគ្គិភ័យគឺពីដំបូងឡើយគឺមិនអាចចូលទៅពន្លត់បានទេដោយគេត្រូវនៅចម្ងាយប្រមាណជា100ម៉ែត្រពីកន្លែងនោះដើម្បីសុវត្ថិភាពហើយគឺមានមនុស្សម្នាក់ដែលបានរងរបួសស្រាលដោយត្រូវអំបែងគ្រាប់ចំជើងហើយឥឡូវនេះកំពុងតែទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យនៅក្នុងតំបន់នោះហើយនៅផ្ទះល្វែងនៅជិតនោះគឺជាកន្លែងដែលប៉ូលីសព្រំដែនដាក់នៅហើយនឹងមានក្រុមគ្រួសារប្រជាពលរដ្ឋនៅខេត្តទីនោះត្រូវបានជំនះចេញផងដែរដើម្បីសុវត្ថិភាពរបស់ពួកគេបាទគឺមានសហគមន៍នានានៅក្បែរនោះក៏ត្រូវបានគេរាយការណ៍ថាគឺមានសុវត្ថិភាពទេដោយសារតែពួកគេនៅឆ្ងាយពីកន្លែងឃ្លាំងគ្រាប់នោះដូច្នេះមិនមានបញ្ហាអ្វីកើតឡើងទេបាទគឺនេះបើយោងតាមលោកអភិបាលតំបន់បាទលោកចៅហ្វាយខេត្តបានលើកឡើងបាទមន្ត្រីនានាឥឡូវនេះគឺបានឲ្យដឹងថាពួកគេរងចាំដល់ព្រឹកថ្ងៃពុធសិនដើម្បីដោយសារតែឲ្យមានពលឺថ្ងៃគ្រប់គ្រាន់ដើម្បីប្រើ drone ហោះស៊ើបមើលវាស់វែងស្ថានភាពហើយនឹងដើម្បីធ្វើយ៉ាងណារៀបចំការឆ្លើយតបឲ្យមានសុវត្ថិភាពចំពោះតំបន់នោះបាទហើយតំបន់ដែលផ្លូវដែលឆ្លងកាត់នៅទីនោះពីខាងលើនោះគឺបិទរហូតដល់ម៉ោង 9:30 នាទីយប់មន្ត្រីសន្តិសុខនានាបានឲ្យដឹងថាគឺ
អ្វីដែលជាមូលហេតុដំបូងដែលគេសង្ស័យនោះគឺដោយសារតែអាកាសធាតុនឹងវាក្តៅពេកដែលអាចនឹងបង្កឲ្យមានការឆេះឃ្លាំងហើយក៏មានការផ្ទុះរំសេវហើយនឹងក្របនៅទីនោះតែម្ដងបាទពីព្រោះអីនៅកន្លែងហ្នឹងមានឃ្លាំងជាប់គ្នាច្រើនវាជាតំបន់ឃ្លាំងដ៏ធំហើយក៏ខាងកងទ័ពវិញបាននិយាយថាគឺកន្លែងនេះគឺជាកន្លែងកងពលថ្មើរជើងលេខ25ដែលដាក់នៅទីនោះដើម្បីធ្វើការហើយក៏បានទៅជួយធ្វើប្រតិបត្តិការដើម្បីពន្លត់អគ្គិភ័យនៅទីនោះផងដែរបាទដើម្បីធ្វើការជាមួយនឹងអាជ្ញាធរនៅមូលដ្ឋានបើតាមអ្នកនាំពាក្យរបស់យោធារបស់ថៃគឺលោកពីនថៃស៊ូរាវីបាននិយាយថាឥឡូវនេះគឺការស៊ើបអង្កេតកំពុងតែធ្វើឡើងហើយក៏ប៉ុន្តែមូលហេតុពិតប្រាកដគឺនៅមិនទាន់បានដឹងនៅឡើយទេបាទលោកក៏បានប្រាប់ឲ្យមហាជនមានការប្រយ័ត្នប្រយែងផងដែរនៅក្នុងការចែកចាយព័ត៌មានទាំងឡាយណាដែលបានពីប្រភពផ្សេងសូមយកតែប្រភពពីខាងប្រភពផ្លូវការទាំងនោះតែប៉ុណ្ណោះបើសិនជាប្រភពណាមិនមានការផ្ទៀងផ្ទាត់អ្វីទេគឺសូមមេត្តាកុំយកមកផ្សព្វផ្សាយបាទនេះគឺជាសេចក្តីរាយការណ៍របស់ខាងបាងកកប៉ុស្តិ៍ណាបាងកកប៉ុស្តិ៍បានរាយការណ៍ឲ្យដឹងចឹងគឺបាទទំហំខូចខាតប៉ុណ្ណាគឺនៅមិនទាន់ដឹងនៅឡើយទេ